រួចពីបណ្ណាសាររំពត់សាល់ហើយខ្ញុំខ្លាចជាមនុស្សវិញហើយចាប់បានរស័យអូនណៃណាចាប់បានរស័យបតោចាប់បានរស័យគឺជាបងអូនគឺជាបងសត្វតូចគឺជាប្តីរបស់ខ្ញុំមែនទេបងគឺជាសត្វតូចចាប់បានរស័យមកចាត់ជីវិតបងឲ្យបងសុំទោសណាអូនដែលច្រើនឆ្នាំមកនេះបងទឹកអូនចោលអូនអើយដោយសារតែរំពត់សិលគេវិវត្តបងឲ្យខ្លាចទៅជាសត្វដេរឆានកូនយ៉ាងណាឯណាបងលកូនណានេះមិនន័យថាមិនចាំបងធ្វើបបងមុនខ្ញុំមែនទេអត់ថោច្រើនឆ្នាំមេហើយអូនណាដែលបងប្រត់ស្ងួតណែនឹងកូនពិសីបងនឹកអូនណាខ្ញុំគិតនឹកបងដែរនឹងកូនពិសីទុកបងរញរៃអត់មានពេលស្បាយក្នុងនាមជាសត្វណាដេរឆានអប្រៃបងប្រត់បងសាហាវបងសុំទោសណាអូនដេរឆានអប្រៃរូបបងអូនណាអូនអើយវិលមកជួបថ្លៃគ្មានថ្ងៃចាក់ឆ្ងាយពីអូនទៀតឡើយបងសូមសច្ចាស្មោះស្ម័គ្រនៅក្បែរអូមាសងាស្នេហ៍អើយឈប់មែយំមែទៅវាអូនឆ្នាំហើយបងកាយអូនក្រមគ្រីបងសុំទោសណាចាប់បានរស័យមិនមែនមនុស្សគឺជាមនុស្សឈួតទេបងអូនជាមនុស្សឈួតរំពត់សិលវត្តវីមកលើកាយអូនហេតុអីក៏កំពីមកលើច្រើនឆ្នាំកន្លងអូនមិនដឹងខ្លួនឡើយតែបានលោកមេតបជួយសង្គ្រោះអូនណាបងអើយលោកមិនទប់មានគុណចំពោះគ្រួសាររបស់យើងណាបើសិនជាគ្មានលោកនោះឡើយម្លេះមិនសមថ្មនេះជីវិតអូនកំពុងតែសោកសៅបទធំចំប៉ារស័យបានន័យថាលោកមិនទប់នៅនេះម្ចាស់ឲ្យយករំពោះសត្វទៅវិញមកខ្លួនប្រាណរបស់អូនដែរបាត់មែនណាបងថ្ងៃនោះខ្ញុំបាត់បងយូរខ្ញុំអត់នៅទេខ្ញុំបីកូនទៅរកបងឯងហើយខ្ញុំគិតថាប្រហែលជាបងអស់ចិត្តបងធន់ទ្រាំនឹងខ្ញុំហើយនឹងកូនខ្ញុំស្មានតែបងរត់ចោលខ្ញុំអូនឯអូបានជួបជាមួយនឹងម្ចាស់បងនឹងលោកមេតបគេបង្ខំឲ្យខ្ញុំត្រឡប់ទៅវាំងតែខ្ញុំអត់ទៅគាត់វាយរំពត់សិលឲ្យខ្ញុំទៅជាមនុស្សឈួតបងយល់ហើយបងអើយអ្នកស្រុកអ្នកភូមិគេប្រមាថគេសើចចំអយអូនគ្រប់គ្នាខ្ញុំវេទនាណាស់បងពេលដែលបងនៅជាសត្វពេលណាបងដឹងខ្លះក៏បងដឹងពេលណាបងមិនដឹងក៏បងមិនដឹងដូចគ្នានេះដោយសារតែវេទមន្តរបស់រំពោះសិលអញ្ចឹងឯណាលោកម្ចាស់ខ្ញុំអរគុណណាស់អរគុណណាស់លោកមេតបទីមួយដែលបានជួយលោកម្ចាស់ខ្ញុំអរគុណណាស់លោកម្ចាស់គុណធំធេងនេះខ្ញុំមិនអាចបំភ្លេចបានទេកុំលើកដៃសំពះខ្ញុំអី
ថ្នាក់ខ្ញុំត្រឹមតែជាមេតបតែប៉ុណ្ណោះគ្រាឯព្រះអង្គហើយនៅព្រះនាងគឺជាអង្គមហាក្សត្រដូច្នេះកាតព្វកិច្ចរបស់ខ្ញុំគឺការពារព្រះអង្គនិងជួយសង្គ្រោះជីវិតរបស់ព្រះអង្គទាំងអស់គ្នាពេលនេះទូលបង្គំជាខ្ញុំអាចជួយសង្គ្រោះជីវិតព្រះនាងនិងព្រះអង្គបានគឺជាមោទនភាពសម្រាប់ខ្ញុំណាព្រះនាងខ្ញុំសូមប្រាប់ព្រះនាងឲ្យបានដឹងច្បាស់ទៅចុះចំពោះរឿងអកុសលទាំងអស់ដែលកើតឡើងចំពោះព្រះនាងហើយនិងព្រះអង្គតាមការពិតគឺជាកលល្បិចរបស់សូរវង្សដែលគេគឺជាបងប្រុសបង្កើតរបស់ព្រះអង្គតែប៉ុណ្ណោះសវណ្ណវង្សតែការពិតទៅនោះក៏មិនមែនជាចិត្តគំនិតរបស់គេផ្ទាល់ដែរលោកម្ចាស់ឈប់សិនបាទលោកម្ចាស់និយាយអំពីបងប្រុសរបស់ខ្ញុំបងប្រុសរបស់ខ្ញុំគឺជាមនុស្សកាយសាហាវខូចខើជាទីបំផុតខ្ញុំមិនចង់លឺឈ្មោះរបស់គាត់ទេឈប់សិនគាត់ធ្វើបាបខ្ញុំគាត់សម្លាប់ឪពុកខ្ញុំព្រះអង្គស្ដាប់ខ្ញុំសិនការពិតបងប្រុសរបស់ព្រះអង្គគេមិនមែនគឺជាមនុស្សអាក្រក់ដូចជាទង្វើដែលគេបានធ្វើនេះទេពេលដែលគេបានធ្វើដំណើរមកពីហាត់រៀនមុនវិជាការវិញនោះគេបានជួបនឹងក្រុងមាកំណាចមិនត្រឹមតែប៉ុណ្ណោះគេបានប្រយុទ្ធជាមួយនឹងក្រុងមាកំណាចទទួលបានជ័យជំនះសម្រាប់ក្រុងមាកំណាចដូច្នេះក្រុងមាកំណាចក៏បានមានកំហឹងគុំគួនជាមួយនឹងគេហើយក៏បានដកដួងវិញ្ញាណរបស់គេចូលសន្តាត់ទៅក្នុងរាងកាយរបស់គេធ្វើឲ្យគេលែងស្គាល់បងលែងស្គាល់ប្អូនដូច្នេះទង្វើដែលគេបានធ្វើនោះគឺមិនមែនជាគំនិតរបស់គេនោះទេព្រះអង្គលោកម្ចាស់បាទតាមសម្ដីលោកម្ចាស់និយាយទង្វើដែលគាត់ធ្វើទៅប៉ុន្មានគឺជាទង្វើរបស់ក្រុងមាទេតាមមែនទេគឺជាដួងវិញ្ញាណរបស់ក្រុងមាកំណាចដែលស្ថិតក្នុងខ្លួនប្រាណរបស់គាត់តែប៉ុណ្ណោះបានន័យថាបងប្រុសរបស់ខ្ញុំគឺជាមនុស្សល្អទេកាប់ទូបទោបងសវណ្ណវង្សតាមការពិតអញ្ចឹងទេតាបានតែខ្ញុំឆ្ងល់ថាហេតុអីបានជាបងខ្លាចទៅជាមនុស្សខូចខើបែបនេះតាមការពិតក្រុងមាបានសន្ធឹករាងកាយរបស់បងទេអូបងអើយបងអត់ខ្ញុំសុំទោសណាបងដែលខ្ញុំប្រមាថមើលងាយបងសពបែបទាំងអស់ព្រះអង្គព្រះនាងលោកម្ចាស់តែនៅមានរឿងសំខាន់មួយទៀតដែលទូបង្គំចង់ប្រាប់ព្រះអង្គនិងព្រះនាងឲ្យបានដឹងក្មេងស្រីម្នាក់ដែលឈរនៅពីក្រោយខ្ញុំនេះតាមការពិតទៅក្មេងម្នាក់នេះហើគឺជាបុត្រីរបស់ព្រះអង្គនិងព្រះនាងថាម៉េចនេះជាបុត្ររបស់ខ្ញុំបទោកូនស្រីមានឪពុកពុកចាំហើយពេលឪពុកនៅជាសត្វតូចកូនតែយកចំណែកដល់ឪពុកតែមែនទេចាំតាមបានតែខ្ញុំនៅជាមួយសត្វតូចខ្ញុំមានអារម្មណ៍កក់ណាដូចបាននៅក្បែរពុកក៏មិនពុកក៏ជាពុកបង្កើតរបស់ខ្ញុំពុកសុំទោសណាកូនណាពុកសុំទោសពុកអើយពុកឯងមានតែប៉ុណ្ណាជីវិតគ្រួសារយើងបានជួបគ្នាវិញហើយបាននឹងពុកសុំទោសតែมันបានដល់ភាពកក់ក្ដៅនឹងมันបានចិញ្ចឹមបីបាច់ថែរក្សាកូនដោយផ្ទាល់ដែរមែនហើយកូនតើកូននឹងឈ្មោះអ្វីខ្ញុំឈ្មោះសមបផាតែទាំងពីអត់ខុសទេតែទាំងពីរស់នៅច្រើនឆ្នាំមកនេះជាប់នឹងលំបាកវេទនាពេកហើយពេលនេះគ្រួសារយើងបានជួបជុំគ្នាគ្រួសារយើងលែងលំបាកទៀតហើយណាតែមានមួយទៀតណាបងចុះកូនប្រុសរបស់យើងថ្ងៃដែលម្ចាស់បងគាត់វាយវត្តធ្វើឲ្យខ្ញុំវង្វេងបាត់ស្មារតីតែអូននៅចាំបានម្ចាស់បងបានដណ្ដើមកូនប្រុសរបស់អូនយកទៅច្បាស់ណាស់ច្បាស់ជាមួយអង្គទៀតនៅជាមួយនឹងម្ចាស់បងកូនប្រុសរបស់យើងនៅជាមួយនឹងណាលោកម្ចាស់ជាមួយនឹងលោកម្ចាស់ឲ្យដឹងទេពេលនេះកូនប្រុសរបស់ព្រះអង្គកំពុងទៅរស់នៅជាមួយនឹងបងប្រុសរបស់ព្រះអង្គហើយពេលនេះមានតែវិធីមួយយ៉ាងទៀតដែលអាចជួយសង្គ្រោះជីវិតនិងដកដួងវិញ្ញាណយក្សកំណាចចេញអំពីរាងកាយរបស់បងប្រុសរបស់ព្រះអង្គបានធ្វើយ៉ាងម៉េចទៅលោកគឺមានតែវិធីមួយយ៉ាងតែប៉ុណ្ណោះធ្វើយ៉ាងម៉េចទៅលោកបេតងគឺមានតែព្រះនាងទេក្រាបទូលខ្ញុំធ្វើយ៉ាងម៉េចព្រោះថាដួងវិញ្ញាណរបស់ក្រុងមាកំណាចនោះដែលសន្តាត់នៅក្នុងរាងកាយរបស់បងប្រុសរបស់ព្រះអង្គគេបានស្រឡាញ់ពេញចិត្តទៅលើព្រះនាងខ្លាំងណាស់ដូច្នេះគឺមានតែព្រះនាងទេដែលអាចទៅលួងលោម
យកនៅវត្ថុទឹកទាំងពីរចេញអំពីរឿងកាយរបស់គេបានគឺខ្សែតីនិងធ្នូជ័យដែលអាចដកដួងវិញ្ញាណកំណាចយៈចេញអំពីរាងកាយរបស់គាត់បានណាព្រះនាង ខ្ញុំយល់ហើយលោកអរថ្ងៃទាំងរំពត់សិលទាំងធ្នូជ័យគឺនៅក្រោមកណ្ដាប់ដៃរបស់បងសមត្ថវង្សបើអញ្ចឹងដរាបណាយកធ្នូជ័យនិងរំពត់សមត្ថបានទេយើងគ្មានថ្ងៃយកឈ្នះគេបានចិត្តខាន ក្រាបទូលព្រះអង្គ ព្រោះថារាល់ថ្ងៃគេមនុស្សតែមួយតែរួមកម្លាំងពីរកម្លាំងមួយបងសមត្ថវង្សចេះទាំងមុនវិជាការកម្លាំងមួយទៀតគឺជាមហាកងមីដូច្នេះធ្វើយ៉ាងម៉េចចូលទៅចិត្តខ្លួនរបស់គេបានទៅ មែនតែព្រះនាងចម្ប៉ារង្សីតែម្នាក់គត់ព្រះនាងចម្ប៉ារង្សីអាចចូលទៅចិត្តព្រះអង្គចន្ទវង្សបានដោយសារតែក្តីស្រឡាញ់របស់គេមានចំពោះព្រះនាងដូច្នេះមានតែព្រះនាងទេតែអាចលួងលោមបន្លប់គេអាចឲ្យព្រះនាងយកធ្នូជ័យនិងខ្សែតីស័ក្តិសិទ្ធិនោះដើម្បីមកជួយសង្គ្រោះជីវិតគាត់បាន ខ្ញុំយល់ ខ្ញុំអរគុណលោកម្ចាស់ប៉ុន្តែខ្ញុំបារម្ភពីមហេសីរបស់ខ្ញុំណាស់ខ្ញុំមិនអាចបណ្ដោយឲ្យមហេសីខ្ញុំទៅប្រថុយនឹងគ្រោះថ្នាក់ទៀតទេ ទុកចិត្តដល់ព្រះអង្គ បងស្ដាប់ខ្ញុំសិនបើសិនជាមិនធ្វើតាមវិធីរបស់លោកមេតួនោះជីវិតគ្រួសារយើងនឹងត្រូវរងទុក្ខហើយយ៉ាងវិញទៀតទាំងរាទាំងមេដាទាំងបៃតានឹងត្រូវរងទុក្ខខ្ញុំអាចធ្វើបានគ្រាន់តែបន្លំធ្វើជាយកចិត្តយកខារតែជាមួយនឹងគេអូនពិតជាអាចធ្វើបានទេបងនឹងកូនរងចាំអូននៅទីនេះ អូនធ្វើបានពិតមែនទេ លោកមេតួខ្ញុំផ្ញើប្តីនឹងកូនហោ ព្រះនាង ខ្ញុំក៏មិនរំអី ចាំបានទេស្អី សូមព្រះនាងយកកញ្ចក់ទឹកនេះដាក់តាមខ្លួនដើម្បីការពារអាយុជីវិតរបស់ព្រះនាងផងចុះ លោកម្ចាស់បើកាលណាប្រពន្ធរបស់ខ្ញុំយកកញ្ចក់ទឹកនេះទៅគេប្រកាសជាដឹងថាប្រពន្ធរបស់ខ្ញុំមានអបាយកលចាក់ជាបំខានកញ្ចក់ទឹកនេះសូមលោកម្ចាស់ប្រកល់ឲ្យខ្ញុំក៏បានដែរចាំបានទេស្អីអូនទៅថែសាខ្លួនផងណាអូនណាបងហ្នឹងធ្វើដំណើរទៅតាមក្រោយអូន ចាបង អូនទៅចុះ មកទៅសិនហើយ សពប្រផា ចាបង ពេលនេះកូននៅមានបងប្រុសម្នាក់ទៀត ខ្ញុំនៅមានបងប្រុសម្នាក់ទៀតមែនទេ នៅឯរាជវាំងឯណោះបើអញ្ចឹងយើងទាំងអស់គ្នាមិនអាចឈរអបដៃមើលម្ដាយរបស់ឯងទៅប្រថុយគ្រោះថ្នាក់ទឹកម្ដាយបានទេយើងទៅធន់ណាទៅតាមម្ដាយរបស់ឯងណាកូនណា ចា តោះកូនតោះ Ê, chả pì đã ông du mấy bầy ngon Ê mày, anh trẻ ngon là trẻ môi dương cùi xanh hay ngon được ấy giờ. anh ngon roa là ngày nâng nè Ừ. con nòng trọc nòng phum dương tổ bon này ta phiêng chuột chuóm ở hơi đôi ngày này mới phiêng ở hơi nè tay pan ngon ta mà múc nè Ngon được ngon ấy. ta sạch cu sạch muôn sạch chuột đôi anh nhé muôn này pi trung Ali nha bọn Hãy thư si à. អត់ធ្វើស៊ីទេអញមិនដែលអញខំថែខំទាំ អត់ដែលឃើញណែចៅណាមលួចឃើញតែឈាម Khơi chiêm. À. Hãy khơi chiêm bữa anh với nha. Cô anh pi krao. អើ Mà dục chỗ chiêm buôn rư cả pram. Chỗ ta cả lấy cả co nâng. Anh À. bị ngon. Hãy. Đăng xây kì chỗ à vèo. បែវ Dây đó dây nó dây muối nó còn tao nôm nè. Còn muối lắm. អញឆ្ងល់យ៉ាងដែរ Anh à lâu chẳng mà tham mà dục đi anh ở đây thì anh đâu chăm mơ anh khơi cháu Anh rừng chắc- ấy mà cặp ở giặc bà mong à. អញចាំមើលដែរអត់តែឃើញមកកាប់ទេវាអត់ឃើញវាអត់ឃើញ Ừ. អ่ะ
ấy việc cáp đôi ta khía nó ấy mới anh tiêm này là khơi cặp đấy hình hả ai cứ sầm máu là nữa sầm máu là rồi anh đó ấy kìa sầm máu đó sầm máu với ai cặp không rồi mà tao hả nó cặp không đánh cáp đánh không Nhẹ nát cam dương ôi có đau nè ôi 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 có đau nè có đau nặng có đau nặng có đau bánh Pran dương mình nực samana chúc chấp mê mà lành ở na ôi đau ơi san đau ơi cái đau penye orang ya mình sman tha chư sa đó là mình lần ta nâng nam mùi na ya ôi chư sa chư penye ora saya prana agak saya on giờ thằng nuôi chơi đang robot sao mà ơi bông ôi Prang bilang ay nang tagaptul. Putra agak saya on Berapa prang? បងខដៅបងឈឺជុកចាប់ពេញអរ៉ា Kau prang mereng ay. មិនដឹងថាមាននរណាទេដេញកាត់ដេញចាក់បងកំពុងតែដេញលងលក់ចោះហេតុអីក៏ពេលដឹងប្រកាយបែកជាក្តៅក្រហមកាហាយពេញបេះដូងពេញខ្លួនប្រាណ Aku cuy prang. ទៅយកធ្នូជ័យនឹងរពត់សាល់មកឲ្យបងឲ្យលឿនអើយហេអើយôi ta điện á đây một chạm riêng chạy chính vì bần tâm rồi bây đà đây Lục ru lực hạt pram nước đó con lục ru sai môn chia thà cả na sôm oi riêng cai rồi bỏ tu pra băng cung khaiខ្លួនទៅជាអមតាវិញជាជាមិនខានហើយ ai cấm nước xoan thả bố ai chọn thu ở vậy những bạn ở xó bố thả dương mình bớt sát đằng thâu chi tụ bảy chi của anh chọn trên biên rồi có chọn sao tao cho mình đừng dương nữa đánh thả cứ mình bàn thi
អ្នកណាដែលប្រឆាំងជាមួយនឹងយើងនឹងឲ្យនៅរងទុក្ខអស់មួយជីវិតយើងនឹងតាំងសមាធិដើម្បីខែខ្លួនជាជីវិតអមតៈ រងមឡើងណាចំបារងសៃកុំភ័យកុំខ្លាចអ្វីទាំងអស់ព្រោះនេះគឺជារាជដំណាក់ដែលយើងធ្លាប់ស្ទង់ជាកន្លែងដែលយើងធ្លាប់រស់នៅយើងកុំខ្លាចយ៉ាងណាក៏ដោយយើងត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងទោះបីជាត្រូវបោះជាជីវិតក៏ខ្ញុំព្រមសូមតែបានវត្ថុពិតទឹកទាំងពីរយ៉ាងយកទៅឲ្យប្តីខ្ញុំ